biệt xưa nào khi sân say nào khi nhung bắt vừa là đi sống nghe là nó nhung chơi riêng là sẽ có cái lại ấy nhung riêng là DMC UBP hay là nó nhung có chi influencer nên content creator mình đẹp hoàng đại how did I start my journey ខ្ញុំចាប់ផ្ដើមតាំងពីពេលណាតាំងពីខ្ញុំចាប់ផ្ដើមយូរហើយគាត់ថាពីមុនហ្នឹងយើងអត់តាំងថាយើងគួរធ្វើអីពីមុនយើងគាត់តែថតលេងយើងនាំគេថតនាំអីចឹងបងដល់ពេលដែលខ្ញុំឃើញខ្លួនឯងហ្មងហ្នឹងគឺពេលដែលខ្ញុំចូលធ្វើការនៅកន្លែងហាងមួយកន្លែងជាអ្នក review ហ្មងខ្ញុំចូលទៅគឺពេលហ្នឹងគេដាក់ពាក្យរើសអ្នក review អីវ៉ាន់អញ្ចឹងខ្ញុំចូលទៅគឺត្រូវ category មួយហ្នឹងហ្មងគឺអីវ៉ាន់នៅក្នុង10000មុខខ្ញុំ review បានទាំងអស់ហើយពេលហ្នឹងគឺសប្បាយហ្មងហើយពេលហ្នឹងខ្ញុំធ្វើការនៅហ្នឹងគឺធ្វើចេញពីចិត្តធ្វើអស់ពីចិត្តហ្មងនិយាយទៅធ្វើអត់ខ្លាចហត់ហ្មងយល់ដល់ពេលដែលយើងចូលចិត្តទៅយើងធ្វើអត់ដឹងហត់ហ្មងបន្ទាប់មកក៏ចាប់ផ្ដើមមានអ្នកស្គាល់ច្រើនមានអ្នកឃើញពីការ review របស់ខ្ញុំវាប្លែកវាតាក់ទាញខុសពីគេអញ្ចឹងទៅវាប្លែកអញ្ចឹងទៅហើយពួកគាត់ចាប់អារម្មណ៍ចាប់ផ្ដើមមានអ្នកចាប់អារម្មណ៍ច្រើនទៅពេលហ្នឹងហាងហ្នឹងគឺល្បីខ្លាំងមែនតើហើយចាប់ផ្ដើមដើរហើយមានចាប់ផ្ដើមមានអ្នកលក់ដាច់ខ្លាំងហ្មងពេលហ្នឹងណាបន្ទាប់មកខ្ញុំក៏ចាប់ផ្ដើមពេលហ្នឹងក៏ខ្ញុំចូលទី12ដែរពេលហ្នឹងចាប់ផ្ដើមចូលទី12ហើយក៏មានការងារខាងក្រៅគេតាក់ទងមកខ្ញុំច្រើនដែរពេលហ្នឹងក៏ខ្ញុំបានចប់ទៅការនៅហ្នឹងក៏ start independent របៀបមកធ្វើខ្លួនឯងទាំងអស់មករបៀបមក review ជា freelance ហ្មងទៅក៏ចាប់ផ្ដើមពីពេលហ្នឹងមកក៏កាន់តែផ្ទុះទៀតតាំងពីពេលហ្នឹងគឺតាក់ពេលហ្នឹងមករហូតដល់ឥឡូវហ្មងដល់ឥឡូវគឺនៅតែ review ដែរunique របស់ខ្ញុំហ្នឹងគឺតែពិតមែនគឺមាន unique ផ្សេងគ្នារបស់ខ្ញុំក៏ខ្ញុំមានសម្រាប់ខ្លួនខ្ញុំផ្ទាល់មួយដែរគឺពីដំបូងមកគឺអ្នកគេស្គាល់ខ្ញុំដែលគេឃើញខ្ញុំហ្មងគឺអ្នក review របៀបត្រង់ពេលហ្នឹងគឺខ្ញុំនិយាយពេលហ្នឹងខ្ញុំអត់សូវស្គាល់អីវ៉ាន់ទេតែពិតខ្ញុំមិនត្រង់អីទេគាត់ថាខ្ញុំអត់សូវស្គាល់របស់ហ្នឹងហើយគាត់ send ឲ្យខ្ញុំ review ក៏អត់បានប្រាប់ information ច្រើនទេគាត់ថាធ្វើមិនធ្វើតើចឹងគាត់ប្រឡែងឲ្យយើងចឹងយើងឃើញមិនយើងនិយាយចឹងនិយាយទៅតាមអីវ៉ាន់ដែលយើងមើលឃើញទៅនិយាយតាមមើលឃើញតែបន្ទាប់មកគាត់កាន់តែចាប់អារម្មណ៍ថាយើងហ្នឹង review បែបត្រង់រៀលអីចឹងទៅបងអានេះគឺជា unique របស់ខ្ញុំចំពោះ environment របស់ខ្ញុំហ្នឹងគឺសំខាន់ខ្លាំងមែនតើពួកអីដូចដឹងចឹងគឺខ្ញុំអ្នក review ចឹងនៅពេលដែលភាគច្រើនខ្ញុំយក environment unboxing អីហ្នឹងគឺអញ្ចឹងគេចាប់អារម្មណ៍របស់ជំនាញខ្លួនខ្ញុំហ្មងគាត់សួរមកបងអានេះបងឯងទិញនៅណាអូបងឯងរៀបចំបន្ទប់ស្អាតមែនទេទៅពេលខ្លះវាក៏ជួយឲ្យគេចាប់អារម្មណ៍នៅលើវីដេអូរបស់ខ្ញុំដែរដោយសារតែការរៀបចំផ្ទះរបស់ខ្ញុំស្អាតមើលមក clean ហើយគេអូសមកមើលមកគឺរបៀប vibe វា clean ហ្មងគេមើលមកអត់ទៅញ៉ៃខ្ញុំជួយចិត្តកន្លែងហ្នឹងដោយសារអញ្ចឹងខ្ញុំព្យាយាមខំរកកន្លែងស្អាតរកកន្លែងដែលគាត់ decor បានណាចឹងក៏ខ្ញុំបាន search មើលឃើញ beyond furniture ហ្នឹងឯងបន្តទៅមុខទៀតអូយដូចបាក់គិតទៅនេះបើខ្ញុំបិទផ្នែក5ឆ្នាំទៅមុខទៀតខ្ញុំឃើញខ្លួនឯងជាអីតែរបៀបចឹងមែនបង I'm not sure วันนั้นខ្ញុំគាត់តែខ្ញុំចូលចិត្តជាងគេចូលចិត្តខាងនឹងខាងរៀបចំ decor decoration ឬក៏អីនឹង creative អីផ្សេងៗចឹង maybe I'm also interesting to ខាង design or something តែឥឡូវនេះគឺខ្ញុំរៀនហ្នឹងគឺមិនរៀន design ទេក៏ខ្ញុំរៀនខាងប្រព័ន្ធផ្សព្វផ្សាយខាងប្រព័ន្ធផ្សព្វផ្សាយសារគមនាគមន៍ព័ត៌មានអីចឹងទៅប៉ុន្តែក៏វាតកតនឹង creative អីផ្សេងៗដែរនិយាយទៅឲ្យតែតកតនឹង creative ខ្ញុំចូលចិត្តខ្ញុំអត់ច្បាស់ថាខ្ញុំទៅខាងណាឲ្យប្រកាសទៅព្រោះឥឡូវកំពុងតែមើលចុះឡើងដែរហ្នឹងណាកំពុងតែ consider មើលសាកឲ្យខ្លួនឯងទៅឲ្យគ្រប់ព្រោះអីខ្ញុំបាត់ពិសោធន៍តិចមែនតើទាំងការងារសង្គមទាំងអីគឺខ្ញុំអត់សូវមានទេគឺខ្ញុំ start មកខ្ញុំមកដល់ចំណុចហ្នឹងហ្មងទាំងដែលខ្ញុំអត់មានបាត់ពិសោធន៍អីច្រើនតែតងការងារតងអីទេនិយាយទៅ first try ទៅវាចូលអាហ្នឹងមុនគេហ្មងបងយល់អត់ចឹងអត់អាខាងផ្សេងៗខ្ញុំអត់ទាន់មានទេចង់អរគុណអ្នកនរគ្នាគ្រប់គ្រងខ្ញុំតាំងពីដើមមកដល់ឥឡូវហ្នឹងហើយខ្ញុំចង់សួរអ្នកនរគ្នាមួយម៉ាក់ទៅថាអ្នកនរគ្នាស្គាល់ខ្ញុំហ្នឹងហើយចាំពីខ្ញុំជាងគេចាំដោយសារចាំពីអីជាងគេចឹងណាខ្ញុំមានសំណួរប៉ុណ្ណឹងតែខ្ញុំខមមិនប្រាក់ខ្ញុំផងបាយ